นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะខ្ញុំព្រះអង្គសូមលំអរលំអោននមស្ការចំពោះព្រះភគវន្តមុនីសម្មាសម្ពុទ្ធដ៏មានព្រះភិក្ខអង្គនោះមួយលើដោយព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពជ្រះថ្លាដល់ក្រៃលែងសូមក្រាបថ្វាយបង្គំព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គព្រះមន្ត្រីសង្ឃខេត្តបាត់ដំបងនិងបកូនណាម្ចាស់ដែលនិមន្តមកពីខេត្តទីតីដោយសេចក្តីគោរពជ្រះថ្លាសូមចម្រើនពរលោកជំទាវខៀវស៊ីណាជាចន្ទោលោកជំទាវសែមនឿនសុខុនអៃដាមអស់លោកស្រីទាំងអស់ញាតិញោមពុទ្ធបរិស័ទនៃខេត្តបាត់ដំបងជាទីស្រឡាញ់ថ្ងៃហ្នឹងគឺជាបុណ្យដែលត្រូវបូជាប្រសពរបស់ព្រះឥន្ទមនីឧបមុតព្រះរាជាគណៈថ្នាក់ចាត់ថ្វាព្រះសង្ឃកិច្ចកោសលព្រះមេគុណនិងជាព្រះឧបជាខេត្តនិងជានាយកពុទ្ធកវិទ្យាល័យអឹងធួងខេត្តបាត់ដំបងថ្ងៃហ្នឹងបូជាសពលោកឪខេត្តបាត់ដំបងហើយសពទៅបូជាកូនសិស្សគុណទាំងឡាយរៀបចំថ្វាយដំណើរចុងក្រោយពីចាប់បដិសន្ធិនឹងរស់នៅលើភពផែនដីនឹងអស់88ឆ្នាំឥឡូវដល់ពេលវេលាត្រូវនិមន្តត្រឡប់ទៅវិញហើយចឹងសិស្សគុណនឹងជូនដំណើរទុកដាក់បានសំរុំសិស្សគុណនឹងក៏នៅសេះសល់នឹងមិនច្រើនទេញាតិញោមប្រធេរៈចាស់ដែលព្រះអង្គធ្លាប់ពំបួសធ្លាប់អីហ្នឹងអាត្មានឹងលោកពំបួសដែរពីដើមមិនធំមិនអីទេកូនលោកនៅក្រោយអញ្ចឹងគេដល់តែគុណចាស់សឹកអស់ទៅជាចេះតែមករដែតរសែតមកក៏ពីដើមហ្នឹងជាប្រសង់ភិក្ខុធម្មតានៅវត្តត្រីសទេល្អៅចាំខ្លះមិនចាំខ្លះទេដោយសារសឹកដោយសារសិស្សលោកច្រើនប៉ុន្តែនៅសល់តិចតួចប្រធេរៈហើយខេត្តបាត់ដំបងនេះបដិប្រគុណចាស់បួសចំនួន70នឹងសគួតអស់ហើយអស់79នឹងសគួតអស់ហើយនៅសល់តែមួយអង្គហ្នឹងគឺចុងក្រោយហើយដែលជាសិស្សរបស់សម្ដេចព្រះកៈមហាសង្ឃរាជាធិបតីទេពវង្សអញ្ចឹងនឹងចាស់ស្លាប់អស់ហើយញោមណាហ្នឹងហើយសល់តែញោមតន់តែចាស់ហ្នឹងចំនួន79 8 9អីហ្នឹងអស់ហើយម្សិលមិញញាតិញោមនេះចិត្តនឹកឃើញធ្លាប់នៅវត្តដំរីសហ្នឹង91 92ម្សិលមិញនឹកអាម៉េចនៅមិនសុកជិះឡានទៅរួយាយញាតិញោមចាស់ធ្លាប់ដាក់បាតសម័យ91 92ទៅរួឃើញសល់ម្នាក់អូរៀបរាប់ឡើងមកសទុះធំបានចាំបានតែពាក្យមួយដែលកំសត់ថាព្រះអង្គអើយកណាមើលព្រះអង្គឃើញទេហើយអ្នកដែលដាក់បាតចំណន់កណាម្ដុំនេះស្លាប់អស់ហើយសល់កណានឹងវាមិនតាន់ស្លាប់អញ្ចឹងនៅសល់ម្នាក់ញាតិញោមពុទ្ធបរិស័ទដំណើរជីវិតរបស់យើងគេជាការធ្វើដំណើរទៅដោយមិនងាកក្រោយឡើយអញ្ចឹងអស់លោកសប្បុរសទាំងអស់ដែលមានឱកាស
មានពេលវេលាមានសុខភាពអាចនឹងបំពេញសេចក្តីល្អបានសូមអស់លោកសប្បុរសទាំងអស់លោកមេត្តាមនីមនីបំពេញនៅសេចក្តីល្អនោះដោយកាយក្តីដោយវាចាក្តីដោយចិត្តក្តីតាមអ្វីដែលអាចធ្វើទៅបានញាតិញោមមើលងាកក្រោយមកផ្លេត34ឆ្នាំអាត្មានឹងបួស91ឥឡូវដែលគុណដែលធ្លាប់ស្គាល់ពីដើមនោះសគត់អស់ហើយនៅសល់សេរីគ្នាព្រះអនុគុណក្រុងបាត់ដំបងយើងរដ្ឋសភាបណ្ដែតប្រគុណប្រធានសាខាបាត់ដំបងសេនុរាជបញ្ញាមនីញៀនហាក់សៀងអីសេរីសិស្សក្រោយទេសេរីមុនបើមិនសឹកគឺសគត់ស្លាប់អស់ទៅយើងឃើញអីចុះបញ្ញាប់ទៅណានោះជីវិតណាញាតិញោមដំណើរចឹងទូលប្រកេនសិស្សគុណទាំងឡាយរបស់ប្រដេកប្រគុណអតិមនីអុកមុតជាពិសេសខ្ញុំកណាសូមពិត្ររិកាប្រកេនចំពោះព្រះសង្ឃវត្តព្រះសង្ឃខេត្តបាត់ដំបងទាំងអស់សូមប្រករណាព្រះមេត្តាជ្រាបថាសម្បុកនេះអស់មេបាបណ្ដើហើយឥឡូវនៅសេសសល់តែព្រះប្រឡាត់គុណមួយអង្គទៀតតែប៉ុណ្ណោះទេដែលជាចាស់ជាទុំនៅក្នុងខេត្តក្រៅពីនោះគឺអស់ហើយទានចាស់ចឹងភារៈនឹងមិនយូរមិនឆាប់ទេគឺនឹងធ្លាក់មកលើគុណសាសគុណទាំងឡាយនៅក្នុងខេត្តនឹងអញ្ចឹងព្រះមន្ត្រីសង្ឃអ្នកខេត្តអ្នកស្រុកអីទាំងអស់សូមប្រករណាជាម្ចាស់មេត្តាជ្រាបថាកិច្ចការសាសនានេះធំណាស់ត្បិតតែវាមិនដូចរាជការក៏ប៉ុន្តែធំក្រៃលែងហើយត្រូវការលះបង់នឹងធំមហាសាលទៅទៀតនៅក្នុងជីវិតរបស់ពួកសាមណៈនេះដើមឡើយយើងមានគ្រូអាចារ្យមានព្រះឧបជាអន្តមនីអុកមុតនេះជាមលុបត្បិតតែបដិប្រគុណអុកមុតលោកមិនមែនជាអ្នកប្រាជ្ញដោយបដិប្រគុណប៉ុនសំភាជដោយប្រដិសម្ដេចបវណ្ណរដ្ឋអ៊ីវទួតអីយ៉ាងណាក៏ក្រោយឆ្នាំ79មកព្រះអង្គបដិប្រគុណអុកមុតនេះព្រះអង្គមានបច្ចុប្បន្នវែងជាងគេប្រៀបទៅជាមួយនឹងបដិប្រគុណអឿលឿមនឹងចាស់ចំនួនមុនលយលឿងគុណប៉ក់សយដែលជាប្រធេរៈល្អចាស់ហ្នឹងបដិប្រគុណអន្តមនីអុកមុតនោះបច្ចុប្បន្នវែងជាងគេញោមដែលនៅថែរក្សាដឹកនាំសាសនានឹងបានល្អខ្លះមិនបានខ្លះតែយ៉ាងណាក៏ព្រះអង្គបានលះបង់ជីវិតដើម្បីនឹងព្រះសាសនានេះបានហើយនេះជាគុណូបការៈដ៏ធំហើយការលះបង់នេះមិនអាចដោយធម្មតាបានទេញាតិញោមលះនោះលះហើយមកជីវិតណាលោកឪហ្នឹងដឹងមានច្រាស់ដល់ថ្មិញអត់ផងទេការសគួតទៅហ្នឹងកាលណាសង្ស័យអត់ផងទេមើលទៅនេះគ្មានត្រាប់គ្មានស្អីគេទេឃើញដើរដកទៅស្មៅពេលបញ្ជូនចាស់ទៅវាអត់មានត្រាប់អីដល់សោះណាគ្មានទេចឹងការលះបង់នេះធំមែន